ក្រុមគ្រួសារជនជាតិប៉ាគីស្ថានមួយក្រុមបានជាប់នៅក្នុងរបបខ្មែរក្រហមហើយសមាជិកនៃក្រុមគ្រួសារនេះបានបាត់បង់ជីវិតស្ទើរតែទាំងអស់នៅសល់តែមនុស្សម្នាក់ប៉ុណ្ណោះដែលរួចរស់ជីវិតហើយថ្ងៃនេះខ្ញុំនឹងជម្រាបជូនអំពីដំណើររឿងសោកនាដកម្មនៃក្រុមគ្រួសារមួយនេះជំរាបសួរលោកអ្នកទាំងអស់គ្នាជាថ្មីមកកាន់វីដេអូរបស់ខ្ញុំមួយរយៈនេះខ្ញុំរវល់តែនិយាយអំពីរឿងប្រវត្តិសាស្ត្រនឹងផ្លេចណែនាំសិភៅថ្មីជូនលោកអ្នកទេសនាតាមទម្លាប់របស់ខ្ញុំដែលធ្វើតាំងពីដើមមកនោះហើយថ្ងៃនេះខ្ញុំនឹងត្រឡប់មកជាមួយនឹងសិភៅមួយក្បាលដែលនិយាយអំពីដំណើររឿងសោកនាដកម្មរបស់ក្រុមគ្រួសារជនជាតិប៉ាគីស្ថានមួយគ្រួសារដែលបានជាប់នៅក្នុងរបបខ្មែរក្រហមហើយបានបាត់បង់ជីវិតស្ទើរតែទាំងអស់គ្នាសិភៅនេះមានចំណងជើងថា Comrade Sao ឬជាភាសាខ្មែរថាស្ម័គ្រមិត្តសៅក្នុងចំណងជើងតូចដាក់ថាអតីតអ្នកដាំបបរនៅពន្ធនាគារវត្តសំរោងខេត្តបាត់ដំបងប្រទេសកម្ពុជាក្នុងសម័យខ្មែរក្រហមមុននឹងចូលដល់សាច់រឿងនៃសៀវភៅនេះខ្ញុំសូមជម្រាបបន្តិចថាខ្ញុំទទួលបានសៀវភៅនេះពីអ្នកនិពន្ធផ្ទាល់គឺលោក Fairoz Issa ដែលបានមកជួបខ្ញុំដល់ខេត្តបាត់ដំបងហើយប្រគល់សៀវភៅនេះជូនខ្ញុំជាអនុស្សាវរីយ៍ព្រមទាំងបានជោគជ័យសំណេះសំណាលគ្នាបន្តិចផងកាលពីថ្ងៃចូលឆ្នាំខ្មែរកន្លងទៅនេះប៉ុន្តែខ្ញុំចេះតែជាប់រវល់មិនបាននិយាយអំពីសៀវភៅនេះសោះទោះបីជាអានវាចប់តាំងពីយូរយារណាស់មកហើយក្តីខ្ញុំសូមរំលឹកទៅក្រោយវិញបន្តិចថាក្រុមគ្រួសាររបស់លោក Fairoz Issa នេះគឺជាក្រុមគ្រួសារជនជាតិប៉ាគីស្ថានដែលជាកូនចៅជំនាន់ក្រោយរបស់ជនជាតិប៉ាគីស្ថានដែលមករស់នៅប្រទេសកម្ពុជាដែលជាតាខាងឪពុកនោះជាជនជាតិប៉ាគីស្ថានដែលមករស់នៅកម្ពុជារកស៊ីខាងត្បូងនៅខេត្តបៃលិនហើយជាតាខាងម្ដាយហ្នឹងក៏ជាជនជាតិប៉ាគីស្ថានផងដែរដូច្នេះទាំងខាងឪពុកទាំងខាងអ្នកម្ដាយហ្នឹងជាជនជាតិប៉ាគីស្ថានទាំងអស់គ្នាដែលបានមករស់នៅទីក្រុងភ្នំពេញប្រទេសកម្ពុជានៅមុនសម័យសង្គ្រាមនោះលោក Fairoz Issa កើតនៅក្នុងឆ្នាំ1963នៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជាហើយធំធាត់នៅក្នុងជីវភាពគ្រួសារសំគួរមួយរហូតដល់ថ្ងៃដែលខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញទើបខ្មែរក្រហមជំលះក្រុមគ្រួសារនេះចេញពីក្រុងភ្នំពេញមិនខុសពីក្រុមគ្រួសារដទៃទៀតទេហើយបទពិសោធន៍ដែលពួកគាត់ជួបគឺខុសពីបទពិសោធន៍របស់ប្រជាជនយើងជាទូទៅពីព្រោះជនបរទេសនៅក្នុងសម័យខ្មែរក្រហមបានជួបបទពិសោធន៍ខុសប្លែកអំពីជនជាតិខ្មែរមួយចំនួនផងដែរបើគិតត្រឹមថ្ងៃទី17មេសាឆ្នាំ1979ក្រុមគ្រួសាររបស់លោក Fairoz Issa មានសមាជិក9នាក់ទាំងលោកផ្ទាល់ហើយក្នុងនោះក៏មានបងស្រីរបស់លោកម្នាក់ដែលមានឈ្មោះថា Sina Issa ដែលជាស្ត្រីមួយដែលពេញរូបពេញរាងហើយនៅពេលនោះមុនសម័យសង្គ្រាមមានកំឡោះចាប់អារម្មណ៍ច្រើនរហូតដល់មានបរិសម្នាក់បានលួចស្រឡាញ់គាត់និងបានធ្វើបទចម្រៀងមួយប្រគល់ជូនលោកស៊ិនស៊ីសមុទ្រច្រៀងដែលចម្រៀងមួយនោះមានចំណងជើងថាអាស៊ីណាមាសបងអាស៊ីណាស្នេហាបងថ្ងៃនេះអូនតើបាទចម្រៀងដែលខ្ញុំដាក់ជូនមុននេះគឺជាចម្រៀងដែលបរិសម្នាក់ដែលលួចស្រឡាញ់បងស្រីរបស់លោក Fairoz Issa នេះបាននិពន្ធឲ្យជូនទៅលោកស៊ិនស៊ីសមុទ្រច្រៀងដើម្បីបង្ហើរអារម្មណ៍នៃការលួចស្រឡាញ់របស់លោកនោះឲ្យបានធូរស្បើយបន្តិចនោះប៉ុន្តែក៏មិនបានជួបគ្នាអីដែរព្រោះបងស្រីរបស់លោកនោះត្រូវបានគ្រួសាររៀបចំឲ្យមានគូស្រករនៅឯបរទេសរួចទៅហើយប៉ុន្តែគួរឲ្យសោកស្ដាយបងស្រីរបស់លោកក៏បានបាត់បង់ជីវិតនៅក្នុងសម័យខ្មែរក្រហមដែរក្រោយការជំលះចេញក្រុមគ្រួសារនេះត្រូវបានគេដឹកចុះដឹកឡើងចេញពីមួយកន្លែងទៅមួយកន្លែងដែលខ្ញុំមិនរៀបរាប់លម្អិតទេរហូតដល់ពេលមួយដែលគ្រួសារនេះត្រូវបានគេកោះហៅយកទៅប្រជុំដោយទុកឲ្យតែកូនតូចៗ3នាក់រួមទាំងលោក Fairoz Issa នៅចាំផ្ទះហើយដំណឹងនៃការប្រជុំនេះគឺបាត់សមាជិកទាំងអស់តែម្ដងហើយបងប្អូន3នាក់ដែលនៅតែតោលគឺលោក Issa Fairoz ដែលធំជាងគេអាយុ12ឆ្នាំនិងប្អូនតូចៗ2នាក់នេះក៏ត្រូវបានបែកបាក់គ្នាបាត់ដំណឹងរហូតមកដល់សប្តាហ៍ថ្ងៃនេះដោយសន្មតថាបានបាត់បង់ជីវិតទៅហើយលោក Issa Fairoz បានធ្វើដំណើរខ្ចាត់ព្រាត់តាំងពីភ្នំពេញទៅដល់ពោធិ៍សាត់ទៅដល់បាត់ដំបងហើយទីបំផុតទៅត្រូវបានគេចាប់ធ្វើជាអ្នកទោសនឹង 2-3 ដងប៉ុន្តែចេះតែរត់រួចវិញហើយចុងក្រោយបានជាប់ជាអ្នកទោសនៅឯមន្ទីរឃុំឃាំងវត្តសំរោងក្នុងដែលជាមន្ទីរឃុំឃាំងដ៏ធំជាងគេបំផុតមួយនៅក្នុងខេត្តបាត់ដំបងហើយក្នុងនាមជាអ្នកទោសនៅទីនោះលោកក៏បានទទួលភារៈជាអ្នកដាំបបរសម្រាប់អ្នកទោសផងដែរនៅក្នុងមន្ទីរឃុំឃាំងវត្តសំរោងក្នុងនោះឯងដែលលោក Fairoz Issa បានជួបប្រទះទៅនឹងបទពិសោធន៍ដ៏សាហាវឃោរឃៅមួយនោះគឺការដែលឃើញខ្មែរក្រហមយកថ្លើមរបស់មនុស្សមកបរិភោគហើយសក្ខីកម្មមួយទៀតដែលលោក Issa Fairoz បានប្រទះនោះគឺមរណភាពនៃអតីតអ្នកដឹកនាំភាពយន្តដ៏ល្បីល្បាញមួយរូបគឺលោកឈួនឆៃដែលត្រូវបានខ្មែរក្រហមធ្វើទរណកម្មនិងសម្លាប់នៅឯបរិវេណមន្ទីរឃុំឃាំងសំរោងក្នុងនោះឯងដំណើរជីវិតរស័តអណ្ដែតរបស់លោក Issa Fairoz ដោយលួចរត់ពីមួយកន្លែងទៅមួយកន្លែងប្រឈមនឹងគ្រោះថ្នាក់សពបែបយ៉ាងក្នុងនាមជាកុមារម្នាក់ដែលមានអាយុត្រឹមតែ12-13ឆ្នាំប៉ុណ្ណោះ
ធ្វើឲ្យសិភៅនេះក្លាយទៅជាសាច់រឿងដ៏ជក់ចិត្តមែនទែនហើយជាពិសេសសិភៅនេះក៏លោកបានរៀបរាប់អំពីទស្សនវិជ្ជានៃក្រុងបាត់ដំបងនៅក្នុងសម័យខ្មែរក្រហមផងដែរត្បិតលោកក៏បានជាប់ឃុំឃាំងនៅមន្ទីរឃុំឃាំងមួយក្នុងក្រុងបាត់ដំបងនិងនៅក្នុងវត្តកណ្ដាលផងដែរដូច្នេះរឿងរ៉ាវទាំងអស់នេះគួរឲ្យចាប់អារម្មណ៍មែនទែនសម្រាប់ខ្ញុំដែលជាអ្នកអានសិភៅយ៉ាងក្រាស់នេះខ្ញុំអានប្រហែលជាមួយថ្ងៃប៉ុណ្ណោះហើយអ្វីដែលខ្ញុំចង់ជម្រាបលោកអ្នកនេះថាជីវិតរបស់លោក Isa Fairuz នេះក៏បានរសាត់អណ្ដែតទៅដល់ឯភ្នំដងរែកដែលហើយក៏ជួបប្រទះនៅព្រឹត្តិការណ៍ដែលសៀមចាក់ទម្លាក់ពីភ្នំខ្មោចដោយប្រជាជនមួយចំនួនដែរហើយរឿងរ៉ាវទាំងអស់នេះត្រូវបានបញ្ចប់ដោយទីបំផុតទៅលោក Isa Fairuz រួចរស់ជីវិតតែម្នាក់ឯងហើយរស់នៅបានដោយមិននិយាយអំពីរឿងនេះសោះរហូតដល់ឆ្នាំ2024ទើបលោកសម្រេចចិត្តសរសេរសៀវភៅមួយក្បាលនេះឡើងដើម្បីជាការចងចាំទុកលោកសរសេរសៀវភៅមួយក្បាលនេះដោយចំណាយពេលតែ5ថ្ងៃប៉ុណ្ណោះដើម្បីសរសេរបញ្ចប់ហើយសៀវភៅនេះបច្ចុប្បន្នមានតែជាភាសាអង់គ្លេសទេហើយពុំមានលក់ទេនៅក្នុងប្រទេសកម្ពុជាមានតែលក់នៅក្នុងគេហទំព័រ Amazon តែប៉ុណ្ណោះហើយខ្ញុំបានជជែកជាមួយនឹងលោកផងដែរក្នុងការត្រៀមបោះពុម្ពផ្សាយសៀវភៅនេះជាភាសាខ្មែរហើយសម្រាប់បងប្អូនដែលចង់ឃើញសៀវភៅនេះចេញផ្សាយជាភាសាខ្មែរនៅបទពិសោធន៍របស់យុវជនជនជាតិប៉ាគីស្ថានមូស្លីមម្នាក់ដែលខ្ចាត់ព្រាត់តែម្នាក់ឯងរហូតរួចរស់ជីវិតនេះសូមបង្ហាញចំណាប់អារម្មណ៍របស់លោកអ្នកនៅក្នុងខមមិនខាងក្រោមខ្ញុំប្រហែលជានឹងបង្ហាញមតិយោបល់របស់លោកអ្នកទៅកាន់អ្នកនិពន្ធដើម្បីឲ្យយើងអាចរៀបចំផលិតសៀវភៅនេះជាភាសាខ្មែរនិងចែកផ្សាយឆាប់ៗនៅក្នុងប្រទេសកម្ពុជាថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ជម្រាបជូនអរគុណសម្រាប់ការទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា